ហ្នឹងហើយបងប្អូនមើលមានបំណងចង់សិក្សាជំនាញកុំព្យូទ័រពីព្រោះជំនាញកុំព្យូទ័រសម័យបច្ចេកវិទ្យានេះគឺសម្បូរបែបយើងអាចរៀនខ្លួនឯងទៅតាមរយៈ YouTube ឬក៏យើងអាចរៀនតាមរយៈគ្រូផ្ទាល់ក៏បានដែរថ្ងៃនេះខ្ញុំសូមចែករំលែកមកចំណុចទៀតសម្រាប់បងប្អូនដែលមិនទាន់បានចេះប្រើកុំព្យូទ័រនិងមិនទាន់បានរៀនកុំព្យូទ័រអាចនឹងរស់រាន់ឡើងពីព្រោះសម័យសតវត្សទី21ហើយអញ្ចឹងតកតទៅនឹងបច្ចេកវិទ្យានេះគឺល្អមែនតើយើងមើលបណ្ដាប្រទេសជិតខាងរបស់យើងគេកំពុងតែអភិវឌ្ឍហើយសប្តាហ៍នេះយើងកំពុងតែមានបញ្ហាជាមួយប្រទេសថៃដែរអញ្ចឹងបងប្អូនយុវជនទាំងអស់មិនថាប្រុសមិនថាស្រីទេយើងគួរតែយកចិត្តទុកដាក់ក្នុងការរៀនបច្ចេកវិទ្យានឹងតិចទៅដើម្បីយើងជួយខ្លួនឯងនិងជួយសង្គមជាតិនិងជួយទៅដល់ប្រទេសរបស់យើងដែរអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកពីការចូលកម្មវិធីទៅលើ Microsoft Word អញ្ចឹងកាលណាចូលកម្មវិធី Microsoft Word វាមាន3របៀបយើងអាចចូលតាមរយៈ mouse ក៏បានយើងអាចចូលតាមរយៈ keyboard ក៏បានដែលយើងយក key យើងប្រើទៅលើ arrow key កន្លែងនេះស្មើនឹង mouse ដែរណាស្មើនឹង load សញ្ញា load សហ្នឹងគេឲ្យឈ្មោះថា insertion point ឬក៏ plate នៅក្នុងផ្ទាំង desktop នៃកុំព្យូទ័រគេហៅថា screen នៃកុំព្យូទ័រអញ្ចឹងដើម្បីចូលកម្មវិធី Microsoft Word យើងយក mouse ចុចទៅលើ start button ហើយបន្ទាប់មកយើងយក Microsoft Word ដល់ click លើវា2ដងទៅវានឹងចេញយើងរងចាំតិចដោយសារតែកុំព្យូទ័រវាកំពុងតែរ៉ាន់បាទយើងចេញផ្ទាំងមួយហើយយើងរើសกระดาษអញ្ចឹងប្រភេទกระดาษយើងអាចរើសមើលយើងកាលណាយើងមុននឹងចូលធ្វើកិច្ចការងារយើងត្រូវតែស្គាល់ function របស់វានីមួយៗទៅលើ screen របស់កុំព្យូទ័រអញ្ចឹងដើម្បីយើងចូលกระดาษវាមានពីរប្រភេទក៏ពិតវាមានកระดาษផ្ដេកនិងกระดาษបញ្ឈរអញ្ចឹងយកពាក្យ print យើងយក page setup បាទយើងមើលយើងយក page setup អញ្ចឹងកាលណាយើងចូលធ្វើកិច្ចការងារយើងចូលបដូរប្រភេទกระดาษសិនអូខេយើងមើល page setup វាមានportrait និង landscape បើយើងលើ landscape กระดาษវាផ្ដេកអូខេមកគឺกระดาษផ្ដេកអូខេយើងមើលខ្ញុំzoomមកធំនេះกระดาษផ្ដេកអញ្ចឹងយើងចង់ឲ្យកระดาษប្រភេទអីផ្សេងក៏បានហើយយើងយកមកជាលើ page setup ដូចគ្នាយើងអាចមើលនេះវាមាន margin វាមាន paper និង layout អញ្ចឹងខ្ញុំយក paper អញ្ចឹងនៅក្នុងនេះវាមាន liter ប្រភេទกระดาษធម្មតាឡាសម្បត្តិអញ្ចឹងខ្ញុំយក A กระดาษបញ្ឈរប៉ុន្តែខ្ញុំយក A4 គឺกระดาษ normal ដែលយើងធ្វើកិច្ចការទូទៅប៉ុន្តែ A4 ប្រភេទផ្ដេកអូខេអញ្ចឹងខ្ញុំឲ្យវាបញ្ឈរវិញខ្ញុំយក paper machine ដូចគ្នាខ្ញុំយកនេះអូខេមួយ landscape គឺกระดาษផ្ដេក portrait នេះគឺกระดาษបញ្ឈរអូខេយើងចេញមកនេះរបៀបចូលក្នុងការប្រើ Microsoft Word អញ្ចឹងយើងលុបវិញខ្ញុំអត់ចង់ចូលតាមបែបហ្នឹងទេខ្ញុំអាចយក mouse ដូចគ្នានេះអា cursor ហ្នឹងវាស្មើនឹង insertion point ឬក៏ mouse អញ្ចឹងយើងយក double click ទៅលើផ្ទាំង Microsoft Word មួយយើងមើលនៅក្នុង screen របស់កុំព្យូទ័រយើងមាន Microsoft Word អត់ទាំងអស់គ្នាមើលមានផ្ទាំង Microsoft Word អត់បើសិនបើមានគឺយើង double click ទៅលើវានឹងចេញនេះណាអញ្ចឹងយើងយក mouse ដាក់លើវាយើង double click លើវាគឺវាចេញផ្ទាំងដូចគ្នានេះជារបៀបចូលទៅលើកម្មវិធី Microsoft Word អញ្ចឹងយើងអាចចូលបាន3របៀបដោយសារយើងយក mouse នេះ mouse ខ្ញុំវាអស់ថ្មហើយអញ្ចឹងខ្ញុំអត់ប្រើវាទេបាទ